បងប្អូនអើយឥឡូវអាកាសធាតុយើងក៏បានធ្លាក់ភ្លៀងជាខ្លាំងនៅតាមស្រុកខេត្តមួយបងប្អូនប្រយ័ត្នតាក់ទងនឹងមន់ទេជ្រូកអីហ្នឹងគឺប្រយ័ត្នតិចក្នុងការការពាររោគផ្ដាសាយហើយចំពោះជ្រូកខ្ញុំនេះទុកតែភ្លៀងយ៉ាងណាក៏ខ្ញុំនៅឲ្យស៊ីតកួនឲ្យដែរតកួននេះគឺស៊ីបន្តបន្សំទេមិនដែលស៊ីញឹកញយទេពេលខ្លះយើងមានទៅយើងដោះស៊ីថ្ងៃឡើងតិចតិចចឹងណាហើយជ្រូកខ្ញុំឲ្យស៊ីចម្រេះចម្រោះអីក៏មិនដែលរាកដែរដោយសារតែយើងមានជំនួយការពិសេសនៅប្រចាំត្រង់គឺនៅពេលយើងលាយចំណីអីគឺយើងលាយជាមួយនឹងវីតាមីនបន្ថែមប្រភេទពួកក្រូមិចប្រភេទពួក8សាំងពីសាំដល់លក់អញ្ចឹងពួកវីតាមីនប្រភេទនេះបន្ថែមជំនួយដល់សត្វធ្វើឲ្យសត្វមានសុខភាពល្អហើយការពារជំងឺបានសឹងតែ90%មិនថាមន់ទេបងប្អូនយកទៅប្រើលាយចំណីឲ្យមន់ទេស៊ីគឺការពារជំងឺមកបងប្អូនមិនបាច់វាក់សាំងក៏បានដែរចំពោះសត្វមន់ទេខ្ញុំដែរវាក់សាំងទេប៉ុន្តែខ្ញុំប្រើវីតាមីនបន្ថែមរបស់ជ្រូកនឹងឲ្យស៊ីជាមួយចំណីមួយស្ព្រេពីរស្ព្រេបាយក្នុងមួយពេលអញ្ចឹងណាដល់ពេលយើងដាក់ទៅឃើញថាគុណភាពវាល្អដែរហើយតកតងនឹងសត្វអីគឺអត់ដែលចេះសកុករួញកទេតាំងពីចាំមកចង់ខែភ្លៀងមិនក៏មិនដែរហើយនេះការលាយចំណីឲ្យជ្រូកសាច់យើងលាយជាមួយនឹងមេចំណីចុងកហើយនឹងវីតាមីនជំនួយបន្ថែមនេះហើយបងប្អូនទិញវីតាមីនពីខ្ញុំទៅខ្ញុំនឹងប្រាប់វិធីលាយដល់បងប្អូនបាទហើយក៏អរគុណបងប្អូនតាមខេត្តបាទមួយចំនួនគាត់អាសាកំងកន្លែងខ្ញុំអញ្ចឹងណាមានថ្នាំដូចជាថ្នាំរេថ្នាំផ្សះបាទវីតាមីនបន្ថែម8ដល់30ពី30ដល់លក់នឹងពួកភេកក្រូមិចអរគុណ